ខំប្រឹងប្រែងដែរប៉ុន្តែដូចជាមិនសូវបានផលផងចឹងបើសិនជាអ្នកទាំងអស់គ្នាកំពុងតែជួបបញ្ហាហ្នឹងចង់ឲ្យអ្នកទាំងអស់គ្នាស្ដាប់រឿងរ៉ាវមួយទៀតមានបរិសុទ្ធវ័យក្មេងម្នាក់គាត់បានដើរទៅកាន់ទីក្រុងមួយទាំងតក់មុខសពសពណាដោយសារតែគាត់ឆ្ងល់ខ្លួនឯងថាគាត់ខំប្រឹងប្រែងធ្វើការងារខំសពគ្រប់បែបយ៉ាងប៉ុន្តែអត់ទទួលបានផលដូចអ្វីដែលគាត់ចង់បានគាត់ចង់បានលុយច្រើនគាត់ចង់ខ្លាចទៅជាអ្នកមានគាត់ចង់ជោគជ័យដូចគេអញ្ចឹងគាត់បានដើរទៅដល់ទីក្រុងវិញក៏ជួបមនុស្សជាច្រើនហើយគាត់បានសួរគេទៅគេឲ្យយោបល់ផ្សេងគ្នាអ្នកខ្លះប្រាប់គាត់ថាឲ្យធ្វើការបានច្រើនទៅ work harder អ្នកខ្លះទៀតប្រាប់ថាឲ្យជាអត់ធ្មត់ខ្ពស់ជាយើងអត់ធ្មត់រងចាំឲ្យយើងទៅយើងចំណាយទាំងអស់នោះវាមិនមែនជាចំណាយដែលគាត់ចង់បានទេបន្ទាប់មកគាត់ក៏ដើរទៅកាន់ដើមឈើមួយតែមានព្រះសង្ឃគង់នៅខាងក្រោមដើមឈើហើយក៏ដែរចិត្តសួរព្រះសង្ឃថាតែគុណតើជីវិតកណាហេតុអីបានជាព្យាយាមខិតខំប្រឹងប្រែង work hard ច្រើនដែរប៉ុន្តែហេតុអីបានជាមិនទទួលបានផលដូចអ្វីដែលកណាចង់បានអញ្ចឹងព្រះសង្ឃក៏នៅស្ងៀមហើយអត់មានសង្ឃលេខាអីទាំងអស់ហើយក៏បានមកសន្ទុះទៅក៏មានស្លឹកឈើតុងជ្រុះមួយឈូសមកព្រះសង្ឃក៏បានមើលទៅលើស្លឹកឈើនឹងរហូតដល់មានខ្យល់បក់កាត់ស្លឹកឈើទៅក៏បានឈូសទៅលើទឹកបឹងមួយអញ្ចឹងបន្ទាប់មកព្រះសង្ឃក៏អត់បានមានសង្ឃលេខាអីទៀតបន្តមើលរហូតដល់មានបរិសុទ្ធនេសាទម្នាក់គាត់កំពុងតែនេសាទត្រីអញ្ចឹងគាត់នេសាទគាត់បានជាប់ទៅស្លឹកឈើនៅក្នុងសំណាញ់ហ្នឹងអត់មានបានអីទាំងអស់ប៉ុន្តែគាត់នៅតែខិតខំប្រឹងប្រែងនេសាទចុះនេសាទឡើងរហូតដល់ពេលមួយគាត់ចាប់បានត្រីមួយធំមែនតើបន្ទាប់ពីបានឃើញបរិសុទ្ធនេសាទត្រីចាប់បានត្រីដ៏ធំមួយហើយបរិសុទ្ធវ័យក្មេងគាត់ក៏បានរៀននៅរឿងមួយមានន័យថានៅក្នុងជីវិតរបស់យើងណាពេលវេលាអត់ធ្វើអ្វីក៏ដោយគឺត្រូវការពេលវេលាដូចជាស្លឹកឈើអញ្ចឹងនៅពេលដែលស្លឹកឈើជ្រុះគឺវាមានពេលវេលារបស់វាមិនមានន័យថាវាចង់ជ្រុះពេលណាក៏បានដែរដោយតែព្រះសង្ឃបានអនុញ្ញាតឲ្យបរិសុទ្ធវ័យក្មេងគាត់ចំណាយពេលវេលាក្នុងការគេអ្វីដែលជុំវិញខ្លួនគាត់ហ្នឹងមានន័យថាទីមួយគឺស្លឹកឈើគឺវាជ្រុះនៅពេលណាពេលដែលវេលាដែលត្រឹមត្រូវនៅពេលដែលវាត្រូវឈុំហើយចំណែកឯបរិសុទ្ធដែលជាអ្នកនេសាទហ្នឹងមានន័យថាគាត់ខិតខំប្រឹងប្រែងច្រើនដងច្រើនលើច្រើនផ្សារប៉ុន្តែគាត់នៅតែមិនបោះបង់ចោលទេគាត់នៅតែបន្តធ្វើព្រោះនេសាទគាត់ដឹងថាពេលណាមួយគាត់នឹងទទួលបានជោគជ័យទទួលបានត្រីដ៏ធំមួយឃើញទេអញ្ចឹងនៅក្នុងជីវិតយើងគឺយើងចង់ឲ្យយើងយល់ពីបញ្ហាហ្នឹងមានន័យថាបើសិនជាយើងបានខិតខំប្រឹងប្រែងហើយគឺវាទាមទារឲ្យពេលវេលាដែលត្រឹមត្រូវមួយដើម្បីហុចផលមកឲ្យយើងហើយវាទាមទារឲ្យយើងមានការអត់ធ្មត់ខ្ពស់ខិតខំប្រឹងប្រែងធ្វើពីម្ដងហើយម្ដងទៀតកុំបោះបង់ចោលឲ្យសោះអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាស្ថិតនៅក្នុងស្ថានភាពដូចជាបរិសុទ្ធវ័យក្មេងដែលកំពុងតែមានអារម្មណ៍ថាវល់កំពុងតែមានអារម្មណ៍ថាខ្លួនឯងខិតខំដែរប៉ុន្តែដូចជាមិនបានផលអីសូមឲ្យកលេសមើលទៅលើរឿងរ៉ាវមិញដែលយើងបានស្ដាប់ហ្នឹងថាតើគុណតម្លៃអប់រំក្នុងរឿងនេះគឺមានន័យថាអ្វីក៏ដោយដែលយើងបានធ្វើនៅក្នុងជីវិតរបស់យើងហ្នឹងគឺវាត្រូវការពេលវេលាដ៏ត្រឹមត្រូវមួយ the right time ពេលដែលបរិសុទ្ធនេសាទចាប់បានត្រីទទួលបានផលពីការខិតខំប្រឹងប្រែងរបស់គាត់គឺដោយសារតែគាត់មានការអត់ធ្មត់ខ្ពស់ហើយព្យាយាមរងចាំហើយមិនបោះបង់ចោលនៅការខិតខំប្រឹងប្រែងរបស់គាត់ទេអញ្ចឹងសង្ឃឹមថាអ្នកនរគ្នាទទួលបាននៅគុណតម្លៃអប់រំពីរឿងនេះអរគុណហើយបើសិនជាអ្នកនរគ្នាទើបតែស្គាល់ខ្ញុំទេសូមជួយ follow page ម្នាក់មួយមកដើម្បីយើងទទួលបានវីដេអូអប់រំថ្មីៗបន្ថែមទៀតអញ្ចឹងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបាយបាយ